នេះគឺមករកស្មៅចង្ក្រាស់អ្នកខ្លះហៅថាស្មៅសាយសឹងនេះសូមជាស្រ័យបងប្អូននេះស្អកក៏ផ្ដាសាអត់ទាន់បាត់តែមកឆ្លៀតមករកថ្នាំយកទៅផ្សំថ្នាំឲ្យគេហើយស្មៅនេះអ្នកខ្លះហៅស្មៅចង្ក្រាស់បងប្អូនស្មៅចង្ក្រាស់ស្មៅនេះគឺមានគុណប្រយោជន៍ច្រើនណាខែនេះបាច់ដកទេស្មៅហ្នឹងកាកាប់នឹងបង្ក្រាបពឹសពោះក៏ប្រកែដែរតែមិនណាបងប្អូនថាឲ្យតែពុះចាក់យកនេះមកធ្វើទេណាហើយនឹងផ្សំថ្នាំផ្សេងទៀតគឺមិនចោលវាទេទឹកខ្ញុំមកយកថ្ងៃនេះមកទៅផ្សំថ្នាំជឿដៃជឿជើងរបស់ជឿទៅសាយជឿកេះជឿទៅសាយហ្នឹងតែថ្នាំរបស់ខ្ញុំហ្នឹងយកទៅផ្សំជាង10មុខណាបងប្អូនមិនតែ1មុខហ្នឹងទេជាពិសេសចាស់ខែនេះគាត់ឈឺទៅសាយឈឺជង្គង់ឈឺអីគាត់យកទៅផ្សំព្រោះត្រូវការញ៉ាំពេកហើយបើគេរកប្រកែរកគាត់នេះបងប្អូនរកគាត់តាមផ្លូវគាត់តាមផ្លូវគឺប្រកែវាមិនស្រស់ស្អាតទេប៉ុន្តែវាខ្លាំងណាគេកិនអញ្ចឹងណាបើវាមានជាតិថ្នាំវាតស៊ូរស់ដូចមនុស្សយើងអញ្ចឹងណាជួបឧបសគ្គកាន់តែច្រើនព្យាយាមតស៊ូកាន់តែខ្លាំងយ៉ាងណាវិញរុក្ខជាតិអីផ្សេងជាដើមគេកិនគេពេលឥឡូវកាន់តែខ្លាំងវាមានជាតិតស៊ូជាតិប្រឹងរស់គឺជាតិថ្នាំនឹងឯងកាន់តែខ្លាំងយ៉ាងដែរនឹងមកអូតសុកន្លែងតំណប់នៅលើគេបាញ់ថ្នាំអស់ហើយបាញ់ថ្នាំអស់ឆ្លៀតមករកក្នុងក្រោមហ្នឹងហើយដូចខ្ញុំនិយាយអញ្ចឹងគឺគុណប្រយោជន៍របស់វាគឺច្រើនណាស់បងប្អូនអើយដើមហ្នឹងធ្វើថ្នាំបាញ់ច្រើនមុខស្មៅហ្នឹងយើងហ្នឹងវាថាជាងស្មៅធម្មតាតែបើវាជាថ្នាំបានច្រើនគុណណាយើងទុកវានៅគៀនផ្ទះcònធ្វើជាថ្នាំល្អណាស់បងប្អូនបញ្ចុះទឹកនំចុះអីវិញល្អដែរតែដូចខ្ញុំនិយាយអញ្ចឹងគេមិនប្រើវាតែមួយមុខទេថ្នាំគេមានធាតុផ្សំមកគេថ្ងៃសៀលនៅក្បែរជើងភ្នំនេះដើមត្រាំងដែលយើងយកចាធ្វើស្លឹករឹតហ្នឹងដើមត្រាំងតែត្រាំងនៅខាងយើងនេះវាមិនសូវមានចាស់ដើមតូចហ្នឹងបើនៅខាងខ្មែរមានខ្លឹមត្រាំងជាក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់បង្ហាញថាស្មៅចង្ក្រាស់ឬក៏ស្មៅសាយសឹងគឺជាថ្នាំល្អណាស់បងប្អូនគឺជាថ្នាំល្អតែយើងចេះផ្សំទៀតណាផ្សំជាមួយនឹងសពផ្សេងទៀតដើម្បីព្យាបាលរោគនឹងគឺគាត់ចង់បង្ហាញបងប្អូនថាថ្នាំស្មៅសាយសឹងក៏មានគុណប្រយោជន៍ដែរបើយើងចេះប្រើវានេះប្រក្លប់ក៏ប្រភេទថ្នាំជាដៃជាជើងដែរអានេះសម្រាប់ខ្ញុំយកទៅផ្សំតែគាត់ប្រើព្យាបាលជំងឺច្រើនដែរមិនតែត្រឹមជាដៃជាជើងឬប្រក្លប់ទេមហារីក៏ត្រូវធ្វើដែរតែគាត់យើងផ្សំប្រភេទថ្នាំខុសគ្នាសូមអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនវីដេអូនេះសូមអធិស្ឋានសម្លេងស្អកពេកហ្នឹង